គុំបងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ធ្វើការបង្ហាញពីការបញ្ចូលទិន្នន័យនៅក្នុង SPSS ដំបូងឡើយយើងត្រូវមានកម្រងសំណួរហើយកម្រងសំណួរហ្នឹងយើងត្រូវមានអាកន្លែងសមត្ថកម្មហ្នឹងបងនេះអានេះអីដែលត្រូវដាក់នៅក្នុងSPSS ហ្នឹងហើយនឹងGoogle Form ខាងលើសំខាន់ហើយនឹងខាងក្នុងនេះមួយទៀតអញ្ចឹងយើងមកបើកមើលកន្លែង Google Form របស់យើងហើយនៅពេលដែលយើងដាក់សម្ភារហើយវាអាចឲ្យយើងប្រមូលទិន្នន័យបាននៅក្នុងនេះអញ្ចឹងយើងបើកវាជា Excel មកបន្ទាប់ពីបើកវាជា Excel យើងត្រូវផ្លាស់ប្ដូរ variable របស់យើងនេះទៅជាលេខ11អញ្ចឹងអាលេខនេះដូចដែលយើងដឹងស្រាប់ហើយវាមានពីលេខ1ដល់លេខ5កម្រិតការវាស់ស្ទង់របស់យើងហ្នឹងអញ្ចឹងលេខ1ឯគេលេខ2ឯគេលេខ3អីអញ្ចឹងយើងត្រូវដូរកន្លែងយកស្របនេះទៅតាមលេខ11ហ្នឹងនិយាយទៅបដូរទៅជាលេខសូម្បីតែកន្លែងតួនាទីចំនួនបុគ្គលិករយៈពេលប្រតិបត្តិការនៅប្រភេទអាជីវកម្មហ្នឹងក៏ដូរទៅជាលេខដែរឲ្យវាស្របទៅនឹងកម្រងសំណួររបស់យើងអញ្ចឹងដូចជាប្រភេទអាជីវកម្មអញ្ចឹងយើងមាន2កន្លោនបើសិនជាបោះអ្នកផ្សេងគេអាចមាន2ទៅ3អញ្ចឹងយើងអាចដាក់លេខ2ទៅ3ដូចគ្នាអញ្ចឹងអានេះខ្ញុំមានតែ1អញ្ចឹងសេវាកម្មខ្ញុំដាក់1អញ្ចឹងទៅអានេះ1អញ្ចឹងទៅអញ្ចឹងរយៈពេលប្រតិបត្តិការក្រោម5ឆ្នាំខ្ញុំកំណត់យកលេខ1ក្រោម5ឆ្នាំកំណត់យកលេខ1ហើយនឹងលើសពី10ឆ្នាំវាលេខ3អញ្ចឹងយើងមកមើលកន្លែងប្រកសំណួររបស់យើងលើសពី10ឆ្នាំវាមានលេខ3អញ្ចឹងយើងត្រូវដូរទៅជាលេខ3អញ្ចឹងកន្លែងចំនួនបុគ្គលិកតួនាទីអីដូចគ្នាអញ្ចឹងត្រូវធ្វើដូចគ្នាទាំងកន្លែង variable យើងមួយយើងត្រូវបដូរទៅតាមលេខនឹងដែរនេះហើយ variable ខាងមុខនេះយើងត្រូវកំណត់ខ្លួនឯងថាត្រូវយកប៉ុន្មានដូចបោះខ្ញុំអញ្ចឹងខ្ញុំយកខាងលើនេះសមត្ថកម្មទី1ខ្ញុំកំណត់វាជា x1 សមត្ថកម្មទី2វា x11 អញ្ចឹងទៅប៉ុន្តែក្នុងនេះខ្ញុំបានដាក់អញ្ចឹងទេបន្ទាប់ពីយើងកំណត់វាហើយយើងត្រូវមានកម្មវិធី SPSS មួយដែរអញ្ចឹង SPSS ដំបូងឡើយយើងត្រូវកំណត់ឈ្មោះប្រភេទអាហ្នឹងមិនបាច់ដូរទេអញ្ចឹងអានេះកន្លែងប្រភេទហ្នឹងប្រភេទអាជីវកម្មហើយមួយទៀតក្នុង SPSS វាអត់មានស្គាល់ភាសាខ្មែរទេអញ្ចឹងអីដែលយើងត្រូវធ្វើយើងដាក់ប្រភេទមកបើយើងខ្មែរអញ្ចឹងយើងបកប្រែទៅជាអង់គ្លេសទៅតែបើសិនជាអង់គ្លេសហើយវាងាយស្រួលយើងបើចាំបាច់ដូរពេលប្រភេទអាជីវកម្មអញ្ចឹងប្រភេទអាជីវកម្មខ្ញុំកំណត់យកជា type អញ្ចឹងទៅហើយ value អីដែលសំខាន់នេះនៅក្នុង value នេះវាមាន1 2ដូចបោះខ្ញុំកណាអញ្ចឹងវាមាន2នេះ2ប្រភេទអាជីវកម្មអញ្ចឹងកណាដាក់តែ2ទេ1 2អញ្ចឹងទី1អីគេទី1ប្រភេទអាជីវកម្មសេវាកម្មអញ្ចឹងទី2 other តែបើមានដល់3អញ្ចឹងយើងដាក់ទៀតមកប្រភេទអាជីវកម្មអីគេលក់ដុំឬក៏រករាយអញ្ចឹងបើយើងចង់ add នេះយើង add ដល់ហ្នឹងទៅតែបើកណាមាន2អញ្ចឹងយកតែ2ហើយចូលដល់ operation ចំនួនប្រតិបត្តិការអញ្ចឹងខាងក្នុងនេះមាន3មានរយៈពេល5ឆ្នាំ5ទៅ10ហើយនឹងលើស10ឆ្នាំអញ្ចឹងមានលេខ1 2 3ចឹងក្នុងនោះយើងកំណត់ដូចគ្នាមកលេខ1 5ឆ្នាំលេខ2 5ទៅ10ឆ្នាំលេខ3 10ឆ្នាំបូកអញ្ចឹងបន្តមកទៀតចំនួន
បុគ្គលិកឬក៏ផ្នែកបុគ្គលិកអីហ្នឹងយើងធ្វើដូចគ្នាចឹងមកមានប្រមាណចំណុចយើងដាក់ទាំងអស់មកហើយនេះអីដែលសំខាន់កន្លែងសមត្ថកម្មយើងដើម្បីដាក់នៅក្នុង MOS បានយើងត្រូវកំណត់តាំងពីក្នុង SPSS នេះមកដូចកណានិយាយមុនហ្នឹងអញ្ចឹងថាកន្លែងនេះ x11 x12 x13 អញ្ចឹងក្នុង SPSS យើងត្រូវកំណត់ចឹងដូចគ្នាអញ្ចឹង x11 ហើយកន្លែងដែល value របស់វាហ្នឹងវាមានតម្លៃនេះពីលេខ1ដល់លេខ5វាស់ស្ទង់មតិរបស់យើងហ្នឹងយើងដាក់មកលេខ1អីលេខ2អីលេខ3អីចឹងទៅអញ្ចឹងសមត្ថកម្មយើងមានប៉ុន្មានយើងត្រូវកំណត់ចឹងទាំងអស់ហើយខាងក្រោមនេះត្រូវធ្វើដូចគ្នាបើយើងមានទៀតឧទាហរណ៍ថាដល់សិត1អញ្ចឹងខាងលើនេះយើងអាចទាញបានទេយើងត្រូវបញ្ចូលសារថ្មីអញ្ចឹងលេខ1យើងដាក់លេខ1ឲ្យមកអីគេ agree លេខ2please agree អញ្ចឹងមានលេខ3គេទៀត strongly agree អីចឹងទៅអញ្ចឹងយើងចុច OK មកអញ្ចឹងវាមាន3ហ្នឹងអញ្ចឹងរបស់ខ្ញុំអត់ទេខ្ញុំលុបអាហ្នឹងចេញវិញពេលដែលយើងកំណត់អាហ្នឹងរួចហើយកន្លែង label អីនេះមិនបាច់ទេអានេះទុកនៅដដែលទាំងអស់នេះក៏មិនបាច់កែដែរចូលដល់ data view ទៅនេះអីដែលយើងត្រូវបញ្ចូលទិន្នន័យរបស់យើងដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹង tab នេះយើងត្រូវបញ្ចូលលេខវាមួយមកយើងត្រូវទៅផ្ទៀងជាមួយនឹងត្រាង Excel របស់យើងនេះអញ្ចឹងបានខ្ញុំឲ្យដូរលេខវាឲ្យតាមលំដាប់លំដោយវាទៅយើងស្រួល copy វាយកមកជាមួយនឹងខ្ញុំលើកឧទាហរណ៍មួយឧទាហរណ៍ថាយើងសេរីនៅក្នុង Excel បានរួចទៅហើយខាងនេះដើម្បីឲ្យល្បឿនការងារយើងលឿនអញ្ចឹងយើងឧទាហរណ៍ថានេះត្រូវហើយយើង copy វាមកបន្ទាប់ពី copy ទៅយើងចុចលើនៅក្នុងផ្ទាំង SPSS យើងផាសវាមកវា load មកអញ្ចឹងវាលឿនជាងយើងបញ្ចូលមួយសូមថយក្រោយវិញបន្តិចបន្ទាប់ពីយើងផាសវាចូលត្រូវតាមលំដាប់លំដោយនេះហើយយើងចុចsave ទៅដាក់កន្លែងណាក៏បានហើយបន្ទាប់ពី save រួចមកអញ្ចឹងដើម្បីបញ្ចូលនៅក្នុង MOS យើងត្រូវមានកម្មវិធី MOS ដែរហើយយើងបើកវាមកយើងចាំវាតិចសិនទៅអានេះដោយសារឧទាហរណ៍មុនលោកគ្រូគាត់ធ្វើឲ្យអញ្ចឹងខ្ញុំសូមបើកថ្មីមួយទៀតដើម្បីធ្វើជាឧទាហរណ៍នេះអានេះផ្ទាំងថ្មីទាំងអស់ដំបូងឡើយយើងត្រូវ import data ដែលយើង save មុនហ្នឹងអញ្ចឹងខ្ញុំបើកមកយើងចុចពាក្យ file name ដើម្បីទៅរកអីដែលយើងបាន save SPSS ហ្នឹងអញ្ចឹងនេះខ្ញុំបានធ្វើឲ្យខ្ញុំ select លើវាខ្ញុំ open បន្ទាប់ពី open ហើយយើងចុច OK មកយើងត្រូវគូ variable របស់យើងមិនមែន variable ហ្នឹងហៅ conceptual framework ចឹងនេះខ្ញុំគូរបស់ខ្ញុំដាក់មួយអានេះដាក់ x2 មក3សំតោ1 មិន
ព្រួយពេញនេះមកនេះអូវាជាតពលមកលើនេះមកលើនេះនេះមិញតន័យយើងបញ្ចូលមកហើយយើងបានតារាងនេះមួយមកអញ្ចឹងពេលដែលយើងដាក់យើងចុចទាញមកចេះមក1